អូខេសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel លួចរៀនទាំងអស់គ្នាអញ្ចឹងហ្នឹងគឺយើងនឹងធ្វើការសិក្សាទៅលើអនុគមបណ្ដាក់អូខេចុះអនុគមបណ្ដាក់គឺយើងដូចជាធ្លាប់លើមកច្រើនហើយនេះខ្លះក៏ចាប់អារម្មណ៍នេះខ្លះក៏មិនចាប់អារម្មណ៍ដែរអូខេអញ្ចឹងហ្នឹងគឺយើងនឹងសិក្សាវាលម្អិតទៅលើអនុគមបណ្ដាក់តើវារបៀបម៉េចអូខេចុះយើងមើលនិយមន័យរបស់គេគឺថាគេមានអនុគម2គឺទី1គឺអនុគម A គំនិតរបស់យើងគឺមានដៃកំណត់វាពី A ធាតុដៃកំណត់វាគឺ A ទៅដល់ A ទៅដល់ A វាថាពីតម្លៃ x តម្លៃធាតុរបស់ I វា1វាបង្កើតបានរូបភាពនៅក្នុងសំណុំ A ទៅដែរអញ្ចឹងវាកំណត់គេគឺ x ហ្នឹងគឺធាតុមួយនៅក្នុងរបស់ A ធាតុមួយនៅក្នុង A ហ្នឹងតាមរូបភាពហ្នឹងI នៃ x មានថាធាតុ x ហ្នឹងគឺបង្កើតបានរូបភាព I នៃ x មានថា y I នៃ x ហ្នឹងគឺវាជារូបភាពមួយអូខេចឹង x ហ្នឹងគឺពី x ហ្នឹងគឺកំណត់បាន I នៃ x អូខេអញ្ចឹងយើងមើល Z នេះដូចគ្នាដែរគឺមានសំណុំទៀតវាគឺ B ពី B ហ្នឹងពីធាតុ B វាបានកំណត់តាមរូបភាពទៅដល់តម្លៃ A អូខេកំណត់ពី B ទៅ A ឆ្លងតាមឲ្យគេ x គឺ Z នេះទៅ Z នេះមានថា x ហ្នឹងកើតរូបភាពតាមរយៈគេគឺ Z ចេញទៅតម្លៃនេះអញ្ចឹង Z ឲ្យមកអីជំនួស x ចូលគឺបានតម្លៃនេះអញ្ចឹងតម្លៃនេះខ្លួននេះអូខេអញ្ចឹងយកឧបមាថាគេមានធាតុ C មួយនៅក្នុងធាតុ A អូខេអញ្ចឹងដែល S នៃ C របស់យើងគឺស្មើនឹង S នៃ A ផ្សព្វ S ផ្សព្វ B អូខេអញ្ចឹងS នៃ C របស់យើងគេស្មើគឺស្មើ S នៃ A ចា S នៃ A គឺ S នៃ A គឺធាតុនេះគឺ S នៃ X ហ្នឹងឯងមានថា A គឺជាសំណុំសរុបគឺធាតុសរុបអញ្ចឹងថាគឺនេះ C សំណុំ C ឯង S នៃ C ហ្នឹងគឺជារូបភាពនៃដែលបានមកពីដៃកំណត់ C នឹងឆ្លងកាត់ S នៃ ហ្នឹងគឺស្មើរូបភាពនៃ S នៃ A នឹងប្រសពជាមួយនឹង B អូខេចឹងយើងរៀនអស់យល់អូខេចឹងនោះយើងមកគឺអនុគមបណ្ដាក់នេះឯងដោយ C គឺគេកំណត់ដៃគឺហៅយើងគឺស្មើ COS COS C0S ហ្នឹងអូខេចឹងយើងអានមិនបានដែរទីចំណាប់បានស្រួលតែពិសេសគឺចំណាប់ COS កំណត់ពី C ទៅ A ដោយសារតែ A វាគឺកំណត់ទៅ A អញ្ចឹង A សំណុំ A ប្រសព B កំណត់ពី B ទៅ A ដែរអូខេអញ្ចឹងនេះគឺពី C ទៅ A តែម្ដងអញ្ចឹងគឺ x ដែលហាន x វាគឺស្មើគេ C បណ្ដាក់ S នៃ x អញ្ចឹងស្មើ Z នៃ N អូខេអញ្ចឹងបើយើងចាំគឺនេះរូបមន្តនេះអញ្ចឹងពេលយើងកើតនេះគុំដាក់គឺគេប្រើនេះច្រើនអញ្ចឹងនេះគឺនិយមន័យលំនាំនៃដែនកំណត់របស់សំណុំ C នេះអញ្ចឹង C យើងឆ្លងតាម C យើងក៏ធាតុមួយរបស់ A ស្ថិតនៅក្នុងធាតុ A សំណុំ C នៅក្នុងសំណុំ A តែ NC អញ្ចឹងរូបភាព NC គឺជារូបភាពមួយណារូបភាពតាមអនុគមនៃគេមកគេអញ្ចឹងស្មើនឹង NA ក៏ជារូបភាពដែរនេះសំណុំនេះគឺគេឲ្យមកតាម NA ដែរប្រជុំប្រសពជាមួយនឹង B អញ្ចឹង NA កំណត់ទៅដល់ A ហ្នឹងសព B ដល់ A ហ្នឹងអញ្ចឹងបាន C គឺកំណត់ទៅ A ហ្នឹងអញ្ចឹងដែល X វាយើងឆ្លងតាមរូបភាពហាន A យើងស្មើ Z A បណ្ដាក់បណ្ដាក់នេះ A ដោយ Z បណ្ដាក់ដោយ Z F បណ្ដាក់ដោយ Z អូខេអញ្ចឹងស្មើ C នេះចឹងអានឲ្យប្រយ័ត្នមែនទេនេះគឺទៅសេអញ្ចឹងមានថា F បណ្ដាក់ដោយ Z នេះមើលនេះអញ្ចឹងគឺនោះអនុគមបណ្ដាក់នេះ F ដោយ Z គឺហាស់គឺស្មើ ZOS ស្មើពី C ទៅដល់ A X នេះតា F ហាស់ X គឺស្មើ ZOS វាមានថា F បណ្ដាក់ដោយ Z ចុះវាស្មើ Z and X ចឹងមានកន្លែងហ្នឹងមែនទេអូខេចឹងយើងមើលឧទាហរណ៍របស់យើងចឹងគេឲ្យS កំណត់ពី A ទៅ A មានថាពីកំណត់ពីកំណត់ A និយាយបានតម្លៃនៃ N X វាគឺទៅដល់ A ហើយអូខេនៅអនុគមនេះគឺ Z នេះគឺកំណត់ពីដក1ទៅ1ចឹង N X វាយើង X គឺ
ច្រឡំតាមរូបភាពគឺ NX គឺស្មើអីក្រេក្រេនេះគឺ ZF យើង x វាគឺf កំណត់ពី0ទៅ11ហើយ x វាយើងគឺកំណត់ទីគេគឺ x ZF យើងគឺស្មើกับ x មានរូបភាព ZX ស្មើกับ x អូខេតើនេះចឹងយកចូលកំណត់SOZ និង ZOS SOZ និង SOZ គឺអនុគម Z បណ្ដាក់ដោយ S ហើយនឹង ZOS គឺអនុគម S បណ្ដាក់ដោយ Z អនុគម S បណ្ដាក់ដោយ Z ចឹងយើងមើលទី1គឺអនុគម SOZ SOZ មានថាZ បណ្ដាក់ដោយ S អូខេចឹងវាស្មើគេស្មើ S នៃ ZX ចឹង S ZX ZX យើងស្មើគេ ZX យើងស្មើក x ទេចឹងជួកន្លែង ZX ដែលក x អូខេប៉ុន្តែ NX វាយើងស្មើគេស្មើ x ក្រេចឹងវាស្មើគេនេះគឺ x ក្រេចឹងនេះ x នេះ x ចឹងនេះក x ចឹងនេះជួក x វាក x ទេចឹងស្មើក x ក្រេក ក្រេ x ចឹងយើងមើលពីទៀតគឺ ZOS x ZOS x ស្មើគេមានថានេះគឺអនុគម f បណ្ដាក់ដោយ z ចឹងស្មើ z នៃ s នេះស្មើ z នៃ x ក្រេដោយសារ s នៃយើងស្មើគេគឺ s នៃយើងគឺស្មើនឹង x ក្រេចឹងកន្លែង s នៃយើងជំនួស x ក្រេប៉ុន្តែ z នៃ x ក្រេចឹងជាមួយ z នៃយើងស្មើនឹង x ចឹង z នៃ x ក្រេចឹងកន្លែង x ជំនួសដោយ x ក្រេអូខេចឹងនេះយើងបានអនុគមបណ្ដាក់ដូចគេចឹងបានតើនេះគឺសំណួរដូចគេចឹងបានតើនេះអូខេចឹងយើងមើលចំណាំយើងឃើញមិនអានេះតើសេរីគ្នាប៉ុន្តែតម្លៃគ្នាមកគឺខុសគ្នាកក្រេនេះកយរេចានេះគឺខុសគ្នាវាដូចគ្នាទេតើសេរីគ្នាមែនមកក្រោយមើលទៅតំណងតែដូចគ្នាទេហេតោះនេះកន្លែងទៅយើងមើលឧទាហរណ៍ទី2គេឲ្យ s កំណត់ដោយ zx ស្មើគេគឺស្មើនឹង x បូក1រេគេឲ្យចូលរក2អនុគមអុយនឹង c ដើម្បីឲ្យf បណ្ដាក់ដោយ z ស្មើនឹងអុយបណ្ដាក់ដោយ z គឺស្មើនឹង s អូខេអញ្ចឹងជុលបាននេះគេថាគេឲ្យមួយទៅអនុគម1ស្មើអនុគម2អូខេអញ្ចឹងហ្នឹងគឺគ្មានអីក្រៅពីម្លែងទេអញ្ចឹងយើងមើលប្រធានមកវាធ្វើយើងយកយើងមើលអុយបណ្ដាក់ដោយ z អូខេអានេះវាស្មើនឹង z នៃអុយ z នៃអុយយើងចូលតម្រងនេះណាបើអញ្ចឹងយើងមកយើងយកអុយស្មើអុយ x ស្មើ x បូក1មកតើនេះអានេះមានថា cអុយមានស្មើនឹង z នៃអុយអញ្ចឹងអុយនៅក្នុង z តើនេះចូលអុយនេះចានេះនៅក្នុងដែរអញ្ចឹងយើងយកនេះស្មើនេះមកដល់ពេល z នៃយើងតាមវាស្មើគេអានេះតម្រងនេះអញ្ចឹងនេះជាអុយអញ្ចឹងនេះស្មើអុយយើង x ក្រេមកអូខេតើនេះអញ្ចឹងយើងបាន z អុយស្មើ z អុយនេះ x ស្មើ z នេះអុយអូក្រេសារ z យើងស្មើ y ក្រេអញ្ចឹងអុយ x ស្មើអុយ x អូក្រេតែអុយ x វាស្មើគេគឺស្មើ x បូក1ទៅនេះ x បូក1អូក្រេវាស្មើស្មើ n x អូខេចឹងនេះយើងទីបានអុយ x វាយើងគឺត្រូវត្រង់គឺស្មើ x បូក1និង z យើងគឺស្មើ y ក្រេអូខេចឹងគឺខំអ្នកទាំងអស់គ្នាតោះណាអូខេអញ្ចឹងនេះយើងបញ្ចប់ត្រង់ទៅហើយជួបគ្នាបន្តអូខេបាយបាយទាំងអស់គ្នា